កាអើយកាដងជាប់ដើមត្រូវទឹកសន្សើមរីស្រងកន្លងបែបានឬទេមិនហ៊ានបេះទេអ្នកទាំងអស់គ្នាអើយបើស្រឡាញ់ផ្កាយ៉ាងនេះនោះនេះគឺជាផ្កាដែលនាងខ្ញុំបានដាំនៅខាងមុខផ្ទះហ្នឹងណាដោយសារតែស្រឡាញ់ផ្កាពេកដូច្នេះហើយឲ្យតែឃើញរីកម្ដងគឺថតទុកមើលឲ្យអ្នកទាំងអស់គ្នាហើយថ្ងៃនេះផងដែរនាងខ្ញុំអត់មានធ្វើម្ហូបអីទេគឺនាងខ្ញុំគ្រាន់តែថតផ្កាមកឲ្យអ្នកទាំងអស់គ្នាមើលហ្នឹងណាហើយនាងខ្ញុំក៏មកអានរឿងស្នេហាខុសៗឲ្យអ្នកទាំងអស់គ្នាស្ដាប់ជាបន្តទៀតដែរកាលពីវីដេអូមុនយើងនិយាយដល់វឌ្ឍនានិយាយជាមួយប្រចាយអធិការហើយប្រចាយអធិការក៏និយាយទៅកាន់វឌ្ឍនាថាគឺដោយសារតែភ្លើងប្រច័ណ្ឌមានសិទ្ធិម្នាក់មានប្រពន្ធកូនរួចហើយប៉ុន្តែសិទ្ធិម្នាក់នោះក៏ចាប់ចិត្តទៅលើនាងសិទ្ធិម្នាក់នោះតែងតែជួលចរណៃមកឲ្យរងមកគេមើលសឹងតែរាល់ថ្ងៃហើយថ្ងៃមួយប្រពន្ធសិទ្ធិម្នាក់នោះនាងតាមទាន់ពេលដែលប្តីរបស់នាងសារភាពប្រាប់ថាស្រឡាញ់ចរណៃប៉ុន្តែចរណៃនាងមិនបានស្រឡាញ់សិទ្ធិម្នាក់នោះទេដោយសារតែខ្លាចប្តីយកចរណៃធ្វើជាប្រពន្ធម្នាក់ទៀតប្រពន្ធសិទ្ធិក៏បានជួយមេធ្នប់ឲ្យចាប់ចរណៃធ្វើបាបចរណៃគឺមេធ្នប់នោះបានបញ្ជាក់ថ្នាំពុលម្យ៉ាងហើយបានធ្វើពិធីដកវិញ្ញាណរបស់នាងដាក់ចូលទៅក្នុងកឡងហើយរូបកាយរបស់នាងគេបានយកទៅលាក់នៅកន្លែងអាថ៌កំបាំងមួយស្ដាប់ឮព្រះចៅអធិការនិយាយហើយនរសង្ហាក៏សួរទៅព្រះអង្គថាតើរូបកាយរបស់នាងគេយកទៅលាក់នៅឯណាទៅព្រះជគុណអាត្មាមិនទាន់ដឹងទេថាគេយករូបនាងលាក់នៅឯណានោះចរណៃក្រោយពីស្ដាប់វឌ្ឍនានិយាយរ៉ាយរ៉ាប់ប្រាប់គ្រប់រឿងទាំងអស់ហើយនាងក៏និយាយទៅកាន់នរៈថាអញ្ចឹងតើទើបបានជាខ្ញុំចិត្តតែយល់សប្តិឃើញមេធ្នប់នោះធ្វើបាបខ្ញុំរហូតនរៈក៏សួរទៅស្រស់ស្រីចុះអ្នកនាងមាននៅចាំអ្វីបន្ថែមទៀតទេអត់ទេគឺខ្ញុំនៅមិនទាន់ចាំអ្វីនៅឡើយទេក្រោយពីជជែកគ្នារួចហើយពួកគេក៏នាំគ្នាត្រឡប់មកផ្ទះនៅពេលល្ងាចក៏មកដល់វិញបុប្ផានិងវឌ្ឍនាក៏ញ៉ាំអាហារជុំគ្នានាងសយចាប់ផ្ដើមដួសបាយឲ្យចៅហ្វាយទាំងពីរពេលញ៉ាំបាយវិញបុប្ផាក៏សួរទៅកូនប្រុសថាតើនាងនៅចិត្តកូនដែរទេអត់ទេម៉ាក់គឺនាងនៅក្នុងបន្ទប់របស់ខ្ញុំវិញបុប្ផាក៏សួរទៀតថាចុះកូនមិនរកអីឲ្យនាងញ៉ាំទេមែនទេបាទចាំកូនយកទៅឲ្យនាងញ៉ាំរីឯនាងសយនាងឆ្ងល់យ៉ាងខ្លាំងហើយក៏សួរទៅលោកស្រីបុប្ផាថាលោកស្រីតើលោកស្រីនិយាយពីអីខ្ញុំមិនយល់សោះវិញបុប្ផាឆ្លើយតបទៅនាងសយទាំងមុខស្មាវនាងសយតើឯងឆ្ងល់រឿងអីទៅគឺខ្ញុំឆ្ងល់នឹងលោកស្រីនិយាយពីនរណាគេដែលនៅជាមួយលោកវឌ្ឍនាទៅឯងមិនបាច់ចង់ដឹងទេនេះជារឿងរបស់ចៅហ្វាយនាងសយនៅតែទៅពុជសួរទៀតថាលោកខ្ញុំឆ្ងល់នឹងណាលោកស្រីទៅបានជាខ្ញុំសួរទៅកំឡុះវឌ្ឍនាក៏និយាយកាត់ថាបងសយមិនបាច់ចង់ដឹងនោះទេព្រោះបើបងសយដឹងបងសយប្រកាសជាភ័យបាសសក់មិនខានទេនាងសយនិយាយទៅចៅហ្វាយទាំងទឹកមុខស្មារថាលោកចៅហ្វាយនិយាយបែបនេះមើលតែមានខ្មោចនៅជាមួយមែនទេនរៈសាយតិចៗហើយនិយាយតបថាអត់ទេបងកុំចង់ដឹងអីចំណែកចរណៃនាងបានអង្គុយតាំងសមាធិតែម្នាក់ឯងកំពុងតែធ្វើសមាធិនាងក៏បានឃើញនៅរឿងរ៉ាវរបស់នាងជាច្រើនចរណៃក៏ឃើញថានាងកំពុងតែរាំរបាំអប្សរាយ៉ាងទន់ភ្លន់នាងបានរាំនៅមុខបុរសម្នាក់និងមានអ្នកធំអ្នកតូចជាច្រើនអង្គុយជុំគ្នាផងដែរ